ជំរាបសួរសួស្តីអ្នកនរគ្នាត្រឡប់មកវិញជាមួយនឹងសាច់រឿង Solo Leveling នៅក្នុង Season 2 Episode ទី3បន្តទៀតហើយនៅក្នុង Episode មួយនេះផងដែរគឺថាល្អមើលខ្លាំងមែនតើអញ្ចឹងអ្នកដែលចូលមកក្រោយនឹងកុំភ្លេច Subscribe បើក៏កណ្ដឹងផងណាហើយវីដេអូមួយហ្នឹងអ្នកគ្នាមើលលឿនតិចទៅពីព្រោះថាតិចទៀតនឹងប្រហែលជាបាត់ពី Channel របស់ខ្ញុំទៀតហើយដោយសារតែចោល Copyright អញ្ចឹងកុំឲ្យអ្នកគ្នារងចាំយូរតោះចាប់ផ្ដើមជាមួយនឹងសាច់រឿង Solo Leveling នៅក្នុង Season 2 Episode ទី3ទាំងអស់គ្នាចាប់ផ្ដើមនៅក្នុងអេពីសូតនេះផងដែរគឺយើងបានឃើញថាជីនហូជាមួយនឹងជីនវូកំពុងតែកំទេចដានចិនរ៉េងស៊ីជាមួយនឹងគ្នាហើយដានចិនមួយនេះផងដែរក៏ជាដានចិនចុងក្រោយដែលពួកគេនឹងត្រូវតែកំទេចដោយដែលអ្នកនរគ្នាដឹងអញ្ចឹងថាបេសកកម្មរបស់ពួកគេគឺត្រូវតែកំទេចស៊ីរ៉េងដានចិនចំនួន19ផ្សេងគ្នាហើយនៅពេលដែលកិច្ចការមួយនេះបានជោគជ័យនោះជីនវូនឹងទទួលបានប្រាក់ចំនួន30លានវ៉ុនដែលនេះគឺជាកិច្ចសន្យាដែលជីនហូបានដាក់ឲ្យជីនវូនឹងឯងមិនតែប៉ុណ្ណោះជីនហូក៏មានសិទ្ធិនៅក្នុងការបង្កើត Guild ដោយខ្លួនឯងផងដែរនៅសល់ពេលនឹងជីនហូក៏បានឃើញកងទ័ពសមោរបស់ជីនវូប្រយុទ្ធគ្នាជាមួយនឹងពពួកបិសាចដែលធ្វើឲ្យគាត់នឹងភ្ញាក់ផ្អើលខ្លាំងមែនទែនពីព្រោះថានេះគឺជាលើកទី1ឯដែលគាត់បានឃើញកងទ័ពរបស់ជីនវូជាពិសេសកងទ័ពសមោទាំងអស់ហ្នឹងមិនមែនមានសមត្ថភាពត្រឹមតែប្រយុទ្ធគ្នានោះទេក៏ប៉ុន្តែពួកវាក៏អាចជួយកិច្ចការផ្សេងដូចជាការជីកយកម៉ាណាគ្រីស្តាល់ជាដើមនៅពេលដែលជីនហូបានឃើញអញ្ចឹងគឺធ្វើឲ្យគាត់គិតថាខ្លួនឯងនឹងដូចជាអត់ប្រយោជន៍ដល់ហើយមូលហេតុគឺដោយសារតែជីនហូមិនបានធ្វើកិច្ចការងារសូម្បីតែបន្តិចហ្មងអាចនិយាយបានថានៅពេលដែលជីនហូចូលមកក្នុងដានចិនហ្នឹងគឺគេមិនបានសម្លាប់ទៅលើពពួកបិសាចនោះទេមិនតែប៉ុណ្ណោះសូម្បីតែការជីកយកម៉ាណាគ្រីស្តាល់ហ្នឹងក៏ជីនហូអត់បានធ្វើដែរហើយការងារទាំងអស់ហ្នឹងគឺថាកងទ័ពសមោរបស់ជីនវូជាអ្នកធ្វើទាំងអស់បន្តមកទៀតយើងក៏លេចមកមើលនៅកន្លែងមួយដែលយើងបានឃើញជាមួយនឹងបរិសម្នាក់ដែលមើលទៅគាត់ដូចជាចម្លែកខ្លាំងមែនទែនហើយបរិសម្នាក់ហ្នឹងក៏បានណែនាំខ្លួនទៅកាន់មនុស្សនៅទីហ្នឹងផងដែរក៏ប៉ុន្តែគ្មាននរណាយល់ពីភាសារបស់គាត់នោះទេដោយសារតែពួកគេនិយាយភាសាខុសគ្នាបន្តពីហ្នឹងមកយើងក៏លេចមកមើលជីនវូជាមួយនឹងជីនហូឯនេះវិញនៅពេលដែលពួកគេទាំងពីរនាក់បានកំទេចស៊ីរ៉េងដានចិនទាំង19រួចហើយជីនវូជាមួយនឹងជីនហូហ្នឹងក៏បានមកញ៉ាំអីជាមួយនឹងគ្នានៅកំឡុងពេលហ្នឹងផងដែរជីនវូក៏បានសួរទៅកាន់ជីនហូថាតើជីនហូហ្នឹងមានផែនការអីបន្តទៅមុខទៀតជីនហូក៏បានប្រាប់ទៅកាន់ជីនវូថាគឺគាត់នឹងធ្វើដំណើរទៅកាន់សមាគម Hunter ដើម្បីដាក់ពាក្យស្នើសុំនៅក្នុងការបង្កើត Guild ដោយខ្លួនឯងតែម្ដងហើយជីនហូក៏បានសួរបកទៅកាន់ជីនវូវិញថាតើជីនវូហ្នឹងមានផែនការអីអត់នៅពេលដែលជីនវូបានឮជីនហូសួរបែបនេះគាត់ក៏បាននិយាយទៅកាន់ជីនហូផងដែរដែលជីនវូបាននិយាយថាពួកគេទាំងពីរនាក់នឹងត្រូវបាត់ទំនាក់ទំនងជាមួយនឹងគ្នាអស់មួយរយៈពីព្រោះថាគាត់ត្រូវធ្វើដំណើរទៅកាន់ទីកន្លែងមួយបន្ទាប់ពីជីនហូបានឮអញ្ចឹងគឺធ្វើឲ្យគាត់នឹងអត់សប្បាយចិត្តនោះទេហើយជីនហូក៏បានសួរទៅកាន់ជីនវូថាតើជីនវូនឹងធុញគាត់មែនបើសិនជាជីនវូធុញគឺគាត់មិនរំខានជីនវូទៀតឡើយមិនតែប៉ុណ្ណោះជីនហូក៏បាននិយាយថាគាត់ជាមួយនឹងបងប្រុសរបស់គាត់តាំងពីទូចមកគឺគ្មានទំនាក់ទំនងជាមួយនឹងគ្នាល្អនោះទេហើយបើសិនជាប្រៀបធៀបជាមួយនឹងជីនវូគឺថាជីនវូនឹងល្អជាងបងប្រុសរបស់គាត់ទៅទៀតក៏ដូចជានៅសល់ពេលហ្នឹងជីនហូក៏បាននិយាយថាបើសិនជាអាចគឺគាត់ចង់បានជីនវូនឹងធ្វើជាបងប្រុសរបស់គាត់នៅពេលដែលជីនវូបានឮអញ្ចឹងជីនវូក៏បានប្រាប់ទៅកាន់ជីនហូថាចាប់ពីថ្ងៃនេះតទៅជីនហូនឹងក្លាយទៅជាប្អូនប្រុសរបស់គាត់បន្ទាប់ពីឮជីនវូនិយាយបែបនេះគឺធ្វើឲ្យជីនហូនឹងសប្បាយចិត្តខ្លាំងមែនទែនពីព្រោះថានៅពេលនេះគាត់មានបងប្រុសម្នាក់ទៀតអីដែលជាជីនវូបន្តមកទៀតយើងក៏លេចមកមើលនៅសហរដ្ឋអាមេរិកឯនេះវិញនៅកំឡុងពេលហ្នឹងផងដែរគឺយើងបានឃើញសមាគម Hunter នៅសហរដ្ឋអាមេរិកបានចាប់ខ្លួនជាមួយនឹងបរិសម្នាក់ហើយបរិសម្នាក់ហ្នឹងគឺយើងបានឃើញកាលពីមុនហ្នឹងក៏ដូចជានៅស្រុកពេលហ្នឹងគឺយើងបានឲ្យដឹងថាបរិសម្នាក់នេះក៏ជា Hunter មួយរូបដែរក៏ប៉ុន្តែគាត់មិនមែនជាជនជាតិអាមេរិកនោះទេដែលគាត់គឺជាជនជាតិកូរ៉េហើយគាត់បានជាប់នៅក្នុងដានចិនអស់រយៈពេល10ឆ្នាំទៅហើយមិនតែប៉ុណ្ណោះសមាគម Hunter របស់សហរដ្ឋអាមេរិកបានរកឃើញថាបរិសម្នាក់នេះមានឈ្មោះថាសុងអ៊ីវ៉ាន់ចំណែកឯព័ត៌មានបន្ថែមទៀតគឺពួកគេមិនទទួលបាននោះទេដោយសារតែពួកគេទាំងសងខាងនិយាយភាសាខុសគ្នាដូច្នេះហើយសមាគម Hunter របស់សហរដ្ឋអាមេរិកក៏បានកោះហៅវ៉ាងដងស៊ូដែលជា Hunter ជនជាតិកូរ៉េមកមូលហេតុគឺដោយសារតែវ៉ាងដងស៊ូគឺជា Hunter ជនជាតិកូរ៉េតែម្នាក់តែប៉ុណ្ណោះដែលធ្វើការនៅក្នុងសហរដ្ឋអាមេរិកហើយមានតែគាត់នោះទេដែលអាចប្រមូលព័ត៌មានពីសុងអ៊ីវ៉ានបានពីព្រោះថាពួកគេទាំងពីរនាក់និយាយភាសាដូចគ្នាបន្ទាប់ពីនឹងមកស្អែកឡើងក៏បានចូលមកដល់ដែលយើងបានឲ្យឃើញថាជីនវូនឹងកំពុងតែរៀបចំអីវ៉ាន់ផ្សេងដើម្បីចេញទៅខាងក្រៅហើយជីនវូក៏បានប្រាប់ទៅកាន់ប្អូនស្រីរបស់គាត់ថាគាត់ចេញទៅដើរលេងអីចឹងណាក៏ប៉ុន្តែតាមពិតទៅជីនវូមិនមែនទៅដើរលេងនោះទេដែលជីនវូបានប្រើប្រាស់ជាមួយនឹងសោមួយហើយជីនវូបានចូលទៅក្នុង Demon Castle សាជាថ្មីនិយាយរួមទៅកាលពី Season 1គឺយើងបានឃើញថាជីនវូនឹងចូលទៅក្នុង Demon Castle ម្ដងមកហើយក៏ដូចជាគោលបំណងរបស់ជីនវូចូលទៅក្នុង Demon Castle ហ្នឹងគឺគាត់ចង់រក item ចំនួន3ទៀតនៅក្នុងការបង្កើត Elixir of Life ហើយ Elixir of Life គឺជា item មួយដែលអាចជួយម្ដាយរបស់ជីនវូបាននៅស្របពេលហ្នឹងផងដែរ The System បានបកគល quest មួយទៅកាន់ជីនវូដែល quest មួយហ្នឹងគឺគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនតើគឺជីនវូត្រូវតែ
ប្រមូល Demon Soul ចំនួន 10000 នៅថងកន្លែងនេះខ្ញុំសូមបើកវងកញ្ចក់បន្តិចណាអ្នកនរគ្នានិយាយរួមទៅ Demon Soul ចំនួន 10000 ហ្នឹងគឺមានន័យថាជីនវូត្រូវតែសម្លាប់បិសាចធ្វើម៉េចឲ្យបានចំនួន 10000 ក្បាលពីព្រោះថានៅពេលដែលជីនវូសម្លាប់បាន1ក្បាលនោះជីនវូនឹងទទួលបាន Soul ចំនួន 1ហើយ Soul ដែលជីនវូត្រូវតែរកហ្នឹងគឺចំនួន 10000 ឯណោះនៅពេលដែលជីនវូបានឃើញអញ្ចឹងគឺថាមិនចាំយូរនោះទេជីនវូក៏បានត្រៀមខ្លួនដើម្បីប្រយុទ្ធគ្នាជាមួយនឹងពពួកបិសាចតែម្ដងបន្តមកទៀតយើងក៏លេចមកមើលជីនហូជាមួយនឹងឪពុករបស់គាត់ឯណេះវិញដែលនៅកំឡុងពេលនឹងជីនហូក៏បានសុំឪពុករបស់គាត់នៅក្នុងការបើកហ្គៀមួយដោយខ្លួនឯងពីព្រោះថានៅពេលនេះជីនហូបានកំទេចស៊ីរ៉េងដានចិនចំនួន 19 ផ្សេងគ្នារួចហើយក៏ប៉ុន្តែប៉ារបស់ជីនហូបាននិយាយថាបេសកកម្មមួយនេះបានជោគជ័យគឺដោយសារតែមានជីនវូជាជំនួយតែប៉ុណ្ណោះហើយមូលហេតុដែលគាត់ដឹងបែបនេះគឺដោយសារតែមាន Hunter ម្នាក់នៅក្នុង White Tiger Guild បានប្រាប់គាត់ដែល Hunter ម្នាក់នឹងបានជាប់នៅក្នុង Red Gate ជាមួយនឹងជីនវូកាលពីអេពីសូតមុននោះក៏ដូចជាអប៉ែនឹងបានប្រាប់មកកាន់ប៉ារបស់ជីនហូថាជីនវូនឹងមានធម៌ពលសាហាវខ្លាំងមែនទែនដូច្នេះហើយដានចិនទាំង 19 ដែលមានលំដាប់ថ្នាក់ C rank គឺមិនមែនជាជីនហូនឹងជាអ្នកកំទេចនោះទេនៅពេលដែលជីនហូបានឃើញថាប៉ារបស់គាត់បានដឹងរឿងមួយនេះគឺធ្វើឲ្យជីនហូនឹងភ័យខ្លាំងមែនទែនពីព្រោះថាជីនហូខ្លាចថាប៉ារបស់គាត់នឹងមិនអនុញ្ញាតឲ្យគាត់បង្កើត guild មួយដោយខ្លួនឯងតែថានៅសល់ពេលហ្នឹងប៉ារបស់ជីនហូក៏បានយល់ព្រមជាមួយនឹងជីនហូតែម្ដងក៏ប៉ុន្តែដោះដូរជាមួយនឹងលក្ខខណ្ឌមួយគឺប៉ារបស់ជីនហូចង់ឲ្យជីនហូនឹងធ្វើមិនក៏ដោយនាំជីនវូចូលមកកាន់ guild របស់ពួកគេបន្តមកទៀតកាត់មកមើលជីនវូឯនេះវិញដែលនៅសល់ពេលនេះគឺយើងបានឃើញថាជីនវូនឹងបានសម្លាប់ទៅលើពពួកបិសាចច្រើនខ្លាំងមែនទែនប៉ុន្តែប៉ុណ្ណោះជីនវូក៏ទទួលបានជាមួយនឹងលិខិតមួយដែលអនុញ្ញាតឲ្យជីនវូនឹងឡើងទៅលើជាន់បន្តទៀតរបស់ Demon Castle ហើយយើងក៏បានឲ្យដឹងដែរថា Demon Castle គឺមានរហូតទៅដល់100ជាន់ឯណោះនៅពេលដែលជីនវូបានដឹងអញ្ចឹងគឺធ្វើឲ្យគាត់នឹងខ្ជិលដើរខ្លាំងមែនទែនដូច្នេះហើយជីនវូក៏បានកោះហៅជាមួយនឹងសម្ោកខ្លាឃ្មុំរបស់គាត់ហើយជីនវូក៏បានជិះវាដើម្បីធ្វើដំណើរទៅកាន់ជាន់បន្តទៀតផងដែរជាពិសេសជីនវូក៏បានដាក់ឈ្មោះទៅឲ្យសម្ោកខ្លាឃ្មុំមួយនឹងដូចគ្នាដែលវាមានឈ្មោះថាតេងបន្ទាប់ពីនឹងមកជីនវូក៏បានធ្វើដំណើរឡើងទៅលើជាន់នីមួយៗនៃ Demon Castle ជាពិសេសជីនវូបានសម្លាប់ជាមួយនឹងពពួកបិសាចច្រើនខ្លាំងមែនទែនហើយជីនវូក៏ទទួលបានជាមួយនឹង Demon Castle កាន់តែច្រើនទៅផងដែររួមជាមួយគ្នានេះ level របស់ជីនវូនឹងក៏ឡើងច្រើនដូចគ្នាហើយនៅពេលដែលជីនវូបានប្រយុទ្ធគ្នាចំនួនប្រមាណថ្ងៃកន្លងផុតទៅទីបំផុតជីនវូក៏បានឡើងទៅដល់ជាន់ទី50ដែលជាទីតាំងកណ្ដាលរបស់ Demon Castle តែម្ដងក៏ដូចជានៅកំឡុងពេលនោះជីនវូបានជួបគ្នាជាមួយនឹងមេបិសាចមួយដែលមានឈ្មោះថា Vulcan ហើយមិនចាំយូរនោះទេជីនវូក៏បានកោះហៅជាមួយនឹងកងទ័ពសម្ោរបស់គាត់ចេញមកដើម្បីប្រយុទ្ធគ្នាជាមួយនឹង Vulcan តែម្ដងくれてんだよケルベロスの時のあれか怒りで周りが見えてなかったបន្តមកទៀតយើងក៏លេចមកមើលនៅសហរដ្ឋអាមេរិកឯនេះវិញដែលនៅកំឡុងពេលនេះគឺយើងបានឃើញថាវ៉ាងដុងស៊ូកំពុងតែសួរចម្លើយសុងអ៊ីវ៉ានក៏ប៉ុន្តែការសន្ទនារបស់ពួកគេនឹងមិនសូវគួរឲ្យចាប់អារម្មណ៍ប្រមាណនោះទេអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅសល់ពេលហ្នឹងវ៉ាងដុងស៊ូក៏បានមើលជីវប្រវត្តិក៏ដូចជាក្រុមគ្រួសាររបស់សុងអ៊ីវ៉ានហើយវ៉ាងដុងស៊ូក៏បានសួរទៅកាន់សុងអ៊ីវ៉ានថាតើកូនរបស់គាត់មានឈ្មោះអ្វីសុងអ៊ីវ៉ានក៏បានតបទៅវិញថាកូនរបស់គាត់មានឈ្មោះថាជីនវូហើយនៅត្រង់កន្លែងនេះគឺយើងបានឲ្យដឹងផងដែរថាសុងអ៊ីវ៉ាននេះឯងគឺជាឪពុករបស់ជីនវូនៅពេលដែលវ៉ាងដុងស៊ូបានដឹងអញ្ចឹងគឺធ្វើឲ្យគាត់នឹងខឹងខ្លាំងមែនទែនហើយវ៉ាងដុងស៊ូក៏បាននិយាយទៅកាន់សុងអ៊ីវ៉ានថាជីនវូនឹងត្រូវបានស្លាប់បាត់ទៅហើយបើសិនជាសុងអ៊ីវ៉ានមានពាក្យអីនិយាយប្រាប់ទៅកាន់ជីនវូឲ្យសុងអ៊ីវ៉ាននឹងប្រាប់ជីនវូនៅឋាននរកទៅនៅពេលដែលបានឮអញ្ចឹងគឺធ្វើឲ្យប៉ារបស់ជីនវូខឹងខ្លាំងមែនទែនហើយបានសបកក្រោយមកអាគារដែលឃុំខ្លួនសុងអ៊ីវ៉ានត្រូវបានខ្ទេចមិនតែប៉ុណ្ណោះវ៉ាងដុងស៊ូត្រូវរបួសប៊ីតែនឹងស្លាប់ទៅហើយនេះហើយគឺជាលទ្ធផលដែលវ៉ាងដុងស៊ូមិនគោរពកូនរបស់គាត់ដែលជាជីនវូបន្តមកទៀតយើងក៏លេចមកមើលជីនវូឯនេះវិញដែលនៅកំឡុងពេលនេះជីនវូបានធ្វើដំណើរទៅដល់ជាន់ទី75ហើយមិនតែប៉ុណ្ណោះជីនវូក៏បានចូលទៅសម្លាប់មេបិសាចដែលមានឈ្មោះថា Metus បានយ៉ាងងាយស្រួលផងដែរបន្ទាប់ពីជីនវូបានសម្លាប់ Metus រួចហើយជីនវូមិនបានធ្វើដំណើរឡើងទៅលើជាន់បន្ទាប់នៃ Demon Castle នោះទេពីព្រោះថាម្ហូបអាហាររបស់ជីនវូត្រូវបានអស់តែថា quest របស់ជីនវូដែល The System បានដាក់ឲ្យគឺជីនវូបានបំពេញរួចរាល់ទៅហើយដែលនៅពេលនេះជីនវូបានរក Demon Soul ចំនួន 10000 បានសម្រេចដូចគ្នាហើយជី
ជីនវូក៏ទទួលបានជាមួយនឹងរង្វាន់ច្រើនខ្លាំងមែនទែនទី1ជីនវូទទួលបានជាមួយនឹង Demon Monarch Earring របស់ Vulcan សម្រាប់រង្វាន់ទី2គឺជីនវូទទួលបានជាមួយនឹង item មួយដែលមានឈ្មោះថា The Orb of Aris ហើយអត្ថប្រយោជន៍របស់ item មួយហ្នឹងគឺនៅពេលដែលពពួកមេឃបានកាន់ទៅលើវានិយាយរួមទៅឲ្យតែពពួកមេឃមិនថាមនុស្សឬក៏សម្ោរបស់ជីនវូនោះទេឲ្យតែពួកគេបានកាន់ជាមួយរបស់មួយហ្នឹងនោះការ attack របស់ពួកគេនឹងមាន damage គុណនឹង2តែម្ដងអាចនិយាយបានថានៅពេលដែលពពួកមេឃប្រើប្រាស់វេទមន្តហ្នឹងគឺវាឈឺជាងមុនគុណនឹង2ឯណោះហើយសម្រាប់រង្វាន់ទី3គឺជីនវូទទួលបានជាមួយនឹង item មួយដែលមានឈ្មោះថា World Tree Fragment ដែល item មួយហ្នឹងគឺថាមានតម្លៃខ្លាំងមែនតែនហើយវាក៏ជា item មួយក្នុងចំណោម item ទាំង3នៅក្នុងការបង្កើត Elixir of Life ផងដែរក៏ដូចជារង្វាន់ទី4ជីនវូទទួលបានជាមួយនឹង Demon Monarch Necklace របស់ Vulcan ជាពិសេសនៅពេលដែលជីនវូរកបាន Demon Soul ចំនួន 10000 រួចហើយជីនវូក៏បានជ្រើសរើសជាមួយនឹងរង្វាន់មួយដោយខ្លួនឯងផងដែរដែលគាត់បានយកជាមួយនឹងប្រអប់មួយដែលមានឈ្មោះថា Curse Random Box ហើយនៅក្នុងប្រអប់ហ្នឹងជីនវូទទួលបានជាមួយនឹងសោមួយក៏ប៉ុន្តែសោមួយហ្នឹងគឺមិនមានចំណាត់ថ្នាក់នោះទេហើយសម្រាប់រង្វាន់ចុងក្រោយដែលជីនវូទទួលបានគឺមានឈ្មោះថា The Spring Water from the Echoing Forest ហើយ item មួយនេះគឺថាពិតជាមានតម្លៃខ្លាំងមែនទែនដោយសារតែវាគឺជាគ្រឿងផ្សំមួយក្នុងចំណោមគ្រឿងផ្សំទាំង3ដើម្បីបង្កើត Elixir of Life ដូចគ្នាដូច្នេះហើយនៅពេលនេះជីនវូទទួលបាននៅ item ចំនួន2ឯនៅក្នុងការបង្កើត Elixir of Life ក៏ដូចជាជីនវូនៅសល់តែមួយ item ទៀតតែប៉ុណ្ណោះគឺជីនវូអាចបង្កើតជាមួយនឹង Elixir of Life ដើម្បីជួយម្ដាយរបស់ជីនវូបានហើយនៅសល់ពេលនឹងផងដែរជីនវូក៏បាននិយាយថាលើកក្រោយគាត់នឹងចូលមកកាន់ Demon Castle Nisa ជាថ្មីហើយគាត់នឹងរក item ចំនួន1ទៀតឲ្យតតែបានហើយមកដល់ចំណុចនេះហើយអេពីសូតទី3នៃសាច់រឿង Solo Leveling នៅក្នុង Season 2ត្រូវបានបញ្ចប់និយាយរួមទៅអធិស្ឋានគ្នាយើងខ្លាំងមែនតើបើសិនជាស្ដាប់សំឡេងរបស់ខ្ញុំទៅស្អកណាពីព្រោះថាខ្ញុំធ្វើវីដេអូមួយនេះគឺឈឺកនោះទេក៏ប៉ុន្តែហេតុតែចង់ឲ្យគ្នាយើងបានមើលដូច្នេះហើយបើទោះបីជាខ្ញុំឈឺកយ៉ាងណាក៏ដោយក៏ខ្ញុំធ្វើឲ្យគ្នាយើងមើលដែរអញ្ចឹងហើយអ្នកចូលមកក្រោយហ្នឹងកុំភ្លេច Subscribe ហើយបើកូនកណ្ដឹងម្នាក់មួយផងណាក៏ដូចជាកុំភ្លេចជួយចុច Like ម្នាក់មួយផងអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងនោះទេខណៈពេលនេះខ្ញុំបាទ Finame សូមអរគុណនិងសូមជម្រាបលាអ្នកនរគ្នាជួបគ្នាជាមួយនឹងវីដេអូក្រោយៗទៀត